អូនអាចចាប់ផ្ដើមបានដែរអូនជាដំបូងជំរាបសួរលោកគ្រូហើយនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី5ហើយពួកខ្ញុំនឹងបកស្រាយអំពី topic emergency department experience out people who you grant who left over the charge from hospital again medical advice អញ្ចឹងសមាជិករបស់ខ្ញុំមានគ្នា5នាក់ហើយ content របស់ពួកខ្ញុំមាន introduction មាន method សុំ slide បន្តមាន theoretical framework មាន method result ហើយនិង discussion អញ្ចឹងចំណុចរបស់ខ្ញុំលីណាខ្ញុំនឹងបកស្រាយអំពី introduction អញ្ចឹង PWUD ពាក្យពេញមកវា people who use តាមមានន័យថាអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនអញ្ចឹងអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់មក emergency service ហ្នឹងភាគច្រើនគាត់មានបញ្ហាសុខភាពជាច្រើនដូចជាភាគច្រើនហ្នឹងតកតងទៅនឹងសុខភាព infection disease ដូចជា HIV hepatitis C ហើយនិង infection ផ្សេងហើយមានកត្តាសុខភាពផ្សេងទៀតដូចជាបញ្ហាតកតងទៅនឹងសុខភាពផ្លូវចិត្តដោយសារតែគាត់ប្រើប្រាស់ថ្នាំនឹងច្រើនលើកម្រិតហើយភាគច្រើនហ្នឹងគាត់ចាក់ចេញពីមន្ទីរពេទ្យហើយគាត់ចាក់ចេញពីមន្ទីរពេទ្យហ្នឹងគឺគាត់អត់គ្រប់តាមជំនឿរបស់គ្រូពេទ្យទេសំខាន់តោះហ្នឹងគាត់មកភាគច្រើនហ្នឹងប្រជាអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់មក emergency department ហ្នឹងគាត់មកច្រើនដល់ពេលគាត់មកច្រើនទៅធ្វើឲ្យមន្ទីរពេទ្យនៅហ្នឹងពេលខ្លះគាត់ធៀងពិបាកទទួលជំងឺដោយសារតែជំងឺច្រើនពេកហើយដល់ពេលដែលជំងឺច្រើនពេកធ្វើឲ្យគាត់អត់បានមើលថែទាំអ្នកជំងឺដែលគាត់ប្រើប្រាស់ថ្នាំហ្នឹងឲ្យបានដល់លេដល់ពេលអ្នកជំងឺប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់គិតថាគ្រូពេទ្យនៅហ្នឹងមានការថែទាំអត់បានល្អហើយនឹងមើលងាយគាត់ដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងអញ្ចឹងធ្វើឲ្យគ្រូពេទ្យនៅហ្នឹងគាត់រៀងពិបាកដែរហើយគាត់រៀងទទួលបានbad experience នៅក្នុង emergency department ហ្នឹងសុខសាន្តបន្ទាប់នេះអញ្ចឹងការសម្ភារទៅនឹងអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងភាគច្រើននៅទីក្រុង Vancouver ហ្នឹងគឺប្រជាជនដែលគាត់ប្រើប្រាស់ថ្នាំញៀនគឺមានច្រើនជាងគេហើយ 60% ដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់មក emergency department រៀងរាល់2ឆ្នាំម្ដងបើប្រៀបធៀបទៅនឹងអ្នកដែលគាត់អត់ប្រើប្រាស់ថ្នាំញៀនហើយដោយសារតែគាត់មកច្រើនដងហើយគាត់រៀងពិបាកហ្នឹងធ្វើឲ្យគ្រូពេទ្យដែលគាត់នៅ emergency department ហ្នឹងគាត់រៀងមានសម្ពាធដែរដោយសារតែនៅ emergency ហ្នឹងគឺរៀងធ្វើ care provider អញ្ចឹងចំណុចរបស់ខ្ញុំមានប៉ុណ្ណឹងហើយចំណុចបន្តសូមឲ្យមិត្តភក្តិខ្ញុំគាត់អ្នកបកស្រាយសួរគ្រូខ្ញុំអនិតានឹងនិយាយតទៅនឹង theoretical framework អញ្ចឹងនៅក្នុងចំណុចនៅក្នុងអត្ថបទនេះគឺ author របស់យើងគាត់បានបែងចែក structural ចំនួន2គឺ structural vulnerability និងមួយទៀតគឺ intersectionality អញ្ចឹងនៅក្នុងចំណុច structural vulnerability ហ្នឹងគឺគេចង់ focus ទៅលើតកតងទៅនឹងកត្តាសង្គមឬក៏កត្តា system ទាំងមូលដែលជាពិសេសគឺនៅក្នុងផ្នែក ED ហ្នឹងដែលជាអ្នកបង្កើតនៅ poor health outcome ហ្នឹងទៅលើអ្នកដែលគាត់ទៅលើ PWUD ហ្នឹងហើយមួយទៀតគេចង់រកឃើញថាតើនៅក្នុងផ្នែក ED ហ្នឹងគឺគេពិតជា normalize ទៅលើអារឿងមាក់ងាយឬក៏ទៅលើរឿងដែល unfair treatment ទៅលើអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនមែនអត់ចំណុចបន្តតកតងទៅនឹង intersection លើអត់លោកគ្រូលើអូនលើចំណុចបន្តគឺនិយាយតកតងទៅនឹង intersectionality នៅក្នុងផ្នែកនេះគឺគេនឹងalso គាត់ចាប់តាមចង់ explore នៅក្នុងផ្នែក ED នឹងបងថាតើនៅក្នុងផ្នែកហ្នឹងគឺពិតជាមានការ raise តកតងទៅនឹង pay តកតងទៅនឹងការរស់នៅឬក៏តកតងទៅនឹងសមត្ថភាពរបស់អ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀននឹងមែនអត់ដើម្បីគេចង់ឈៀបការគិតហ្នឹងកុំឲ្យយើងនឹងប្រឡែមតែទៅលើអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនពេកព្រោះអីពេលខ្លះគឺមិនមែនដោយសារតែកំហុសរបស់គាត់ទាំងស្រុងទេវាអាចដោយសារតែកំហុសទៅលើ health care ឬក៏ផ្នែក ED emergency នឹងវិញមកយ៉ាអូនបាក់ស្លាយលោកគ្រូចាំទៀតហើយមកដល់ចំណុចនេះនៅពេលដែលគេចាប់ផ្ដើមបែងចែក framework ចំនួន2ហើយគឺយើងនឹងចង់ដឹងថាតើនៅក្នុងហ្នឹងគេធ្វើមិនទៅដើម្បីឲ្យដឹងតកតងទៅនឹង
បញ្ហារឿងអស់ហ្នឹងអញ្ចឹង author គាត់ចាប់ដើម use នៅ method នេះយើងហៅថា epidemiology ដែល method ហ្នឹងគឺគេ combine តាំងពី qualitative interview ហើយនិង epidemiological research បានន័យថាគេយកតាំងពីរឿងរ៉ាវដែលគេធ្វើ research ពីមុនមកបូករួមជាមួយនឹងការ interview ទៅលើអ្នកដែលគាត់ប្រើប្រាស់ភ្ញាក់នឹងផ្ទាល់ហើយនៅក្នុងកន្លែងហ្នឹងគឺគេបាន note មួយថាគេអត់ចង់ដឹងតែរឿងថាមានកាត់ឡើងទៅលើអ្នកដែលគាត់ប្រើប្រាស់ភ្ញាក់ហ្នឹងជាមួយនឹងផ្នែក ED ឥឡូវហ្នឹងឯងគឺគេចង់ដឹងថាផ្នែកធំទាំងមូលហ្មងថាតើមកពីផ្នែកអីឬក៏មកពីរឿងអីតាំងពីពេលណាមកបានជាមានរឿងដល់ផ្នែកហ្នឹងហើយនៅក្នុងនោះគឺគេមានការរៀនតាក់ទងទៅនឹង cohort study គឺគេបានបែងចែកជាពីរទី1គឺគេសិក្សាទៅលើ Vancouver Drug User Study ដែលក្នុងនោះគឺគេនិយាយតាក់ទងទៅនឹងដែលគាត់ប្រើប្រាស់ថ្នាំញៀនហើយគាត់មាន HIV negative មួយទៀតគឺគេធ្វើតាក់ទងទៅនឹង assess cohort បានន័យថាអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនហើយគាត់មាននៅ HIV positive អញ្ចឹងគឺគេសិក្សាទៅលើប្រភេទពីរក្រុមនេះអញ្ចឹងសម្រាប់ participant recruitment គឺគេគ្រាន់តែប្រើពាក្យគឺគេគ្រាន់តែចង់ឲ្យ participant ដែលគាត់ប្រើប្រាស់ខ្ញុំញៀនហ្នឹងនិយាយពាក្យតែ yes មួយម៉ាត់ទេហើយនៅក្នុងនោះគឺគេបានប្រើប្រាស់សំណួរមួយសួរថាតើនៅក្នុងរយៈពេល6ខែមុនអ្នកពិតជាបានចាក់ចេញពីមន្ទីរពេទ្យមុនពេលដែលត្រូវបានមន្ទីរពេទ្យហ្នឹងឲ្យអ្នកចេញមែនអត់ហើយការដែលគេ recruit ហ្នឹងគឺគេអាចជួបប្រស័យតាក់ទងជាមួយនឹងអ្នកដែលគាត់ប្រើប្រាស់ខ្ញុំញៀនហ្នឹងផ្ទាល់ឬក៏តាមរយៈការនិយាយទូរស័ព្ទហើយគេចាប់ផ្ដើម follow up នៅក្នុងរយៈពេល6ខែហ្នឹងហើយតើតើទៅនឹងការធ្វើ interview dev story ហ្នឹងបានន័យថានៅពេលដែលគេចាប់ដើមធ្វើការ research ហ្នឹងគឺគេធ្វើនៅក្នុងឆ្នាំ2011ទៅ2013ហើយការដែលគេថតគឺគេនិយាយជាមួយនឹងអ្នកដែលគាត់ប្រើប្រាស់ធម្មយានហ្នឹងគាត់គេចង់សាកសួរថាតើហេតុអីបានជាអ្នកចាក់ចេញពីមន្ទីរពេទ្យមុនពេលកំណត់អីប៉ុណ្ណឹងហើយតើតើទៅនឹងការ analyze data គឺគេពិតជា careful ហើយនឹង thoughtfully មែនតើអញ្ចឹងបានន័យថាកំឡុងពេលដែលគេ interview ហ្នឹងគឺគេត្រូវបាន record រឿងរ៉ាវដែលគេបាននិយាយជាមួយនឹងអ្នកដែលគាត់ប្រើប្រាស់ធម្មយានហ្នឹងហើយជាពិសេសគឺគេចាប់ដើមធ្វើកូដគេចាប់ដើមនិយាយថាគេចាប់ដើមធ្វើកូដមួយថាមានពិតជាមានផ្នែក discrimination នៅក្នុង day ហ្នឹងមែនអត់ឬក៏តាក់ទងជាមួយនឹងការឲ្យប្រើប្រាស់ថ្នាំគឺគេពិតជា strict គឺគេពិតជាបែងចែកការប្រើប្រាស់នឹងមែនអត់ទៅនឹងអ្នកដែលគាត់អត់ប្រើប្រាស់ថ្នាំញៀនហើយនឹងពិតជាមានការមាក់ងាយទៅលើគាត់មែនអត់ចឹងគឺគេប្រើកូដមួយហើយបើសិនបើពេលដែលគេសាកសួរទៅអ្នកដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់ឆ្លើយមកបែបម៉េចគឺគេនឹងដាក់ចូលតាមកូដមួយហើយមួយទៀតតាក់ទងទៅនឹងការ research គឺពិតជានៅពេលដែល ethically approve បានន័យថាការរឿងរ៉ាវតែប្រហែលហ្នឹងគឺត្រូវបានគេទុកជារក្សាជាការសម្ងាត់ហើយគេនឹង compensate រឿងរ៉ាវទាំងអស់ហ្នឹងឲ្យចាប់ដើម fair ឡើងវិញអញ្ចឹងសម្រាប់ខ្ញុំអរគុណហើយសូមតបទៅពួកអ្នកមួយជំនួសចំណុចនេះខ្ញុំនិយាយតទៅជាមួយ Riza តែទីមួយហ្នឹងតទៅជាមួយ experience of stigmatization គឺអ្នកជំងឺនឹងត្រូវបានចូលទៅដល់ day ហើយត្រូវបានគេ judge ត្រូវបានទាំង staff ទាំងអ្នកទទួលជំងឺនឹង judge គាត់ដោយ participant នឹងក៏បានរាយការណ៍ថាគាត់មានអារម្មណ៍ថាត្រូវបានគេ treat unfairly ជាមួយនឹងអ្នកជំងឺផ្សេងទៀតដោយចូលទៅដល់នោះគឺ staff នឹងវាតម្លៃលើគាត់ថាវាតម្លៃលើគាត់ទៅជាមួយនឹង social position របស់គាត់ដូចជាគាត់ត្រូវបានមើលងាយឬមិនយកចិត្តទុកដាក់មិនយកចិត្តទុកដាក់ជាមួយពួកគាត់ដោយសារតែពួកគាត់នឹងជាអ្នកដែលប្រើប្រាស់ថ្នាំញៀនពួកគាត់ជាជនជាតិដើមភាគតិចពួកគាត់ក្រីក្រហើយខ្លះទៀតឬអនុស្សាវរីយ៍ឃើញគាត់មកពីតំបន់ដែលជាតំបន់អាណាធិបតេយ្យហើយពេលខ្លះដល់តនឹងនឹងបានzoomគាត់យកមកថាការដែលពួកគាត់មកប៉ែតនោះគឺដោយសារតែពួកគាត់ជាមនុស្សដែលជា drug addicted ឬមួយក៏គាត់មកនឹងជាពពួកដែល drug seeking ទេអញ្ចឹងពួកគេអាចបានឈឺអីពិតប្រាកដទេពួកគេខ្លះទៀតដោយសារតែពួកគេជាជនជាតិដើមភាគតិចអញ្ចឹងពួកគេអាចបានទទួលបានការយកចិត្តទុកដាក់ហើយនឹងអាចបានទទួលព័ត៌មានគ្រប់គ្រាន់ពីផ្នែកមកវិញដែរហើយសូមស្លាប់ពីពិសេសចំណុចទី2ហ្នឹងខ្ញុំនិយាយទៅជាមួយនឹង experience on the lab បានន័យថាគាត់ត្រូវបានគេ ignore neglect ហ្នឹងគេ ignore នោះវាកើតចេញមកពី stigmatization ដែលយើងហៅថាការ judge ពីគ្រូពេទ្យពី admitting staff ហើយនឹងdoctor ហ្នឹងហើយការរើសអើងការអត់អើពើហ្នឹងវាមិនដូចជាដូចពេលដែលជំងឺទៅដល់គាត់មានចំណងសួរឬមួយក៏គាត់
ប្រាប់ពីអាការៈរបស់ខ្លួនឯងទៅគ្រូពេទ្យអញ្ចឹងគ្រូពេទ្យអត់យកចិត្តទុកដាក់ស្ដាប់ទេហើយគ្រូពេទ្យអត់បានតន់បានចូលទៅពិនិត្យទៅមកស៊ូពីប្រវត្តិជំងឺឲ្យបានត្រឹមត្រូវផងគាត់បានធ្វើការ diagnose អញ្ចឹងការ diagnosis របស់គាត់នឹងធ្វើឲ្យមានជាការ misdiagnosis ឬមកក៏ធ្វើឲ្យអ្នកជំងឺនឹងមាន complication ផ្សេងឬមកក៏គ្រូពេទ្យហ្នឹង assume ថា patient ហ្នឹងគាត់គាត់មកនោះដោយសារតែការ predicted អញ្ចឹង patient ហ្នឹងមកដើម្បីរកតែថ្នាំទេហើយអ្នកជំងឺគាត់បានទទួលបានការព្យាបាលត្រឹមត្រូវហើយដូចជាពេលគាត់ប្រាប់តែគេប្រាប់គេថាគាត់ឈឺគេថាគាត់កុហកដើម្បីចង់បានថ្នាំទេឧទាហរណ៍ដូចជាមានដូចជាមានអ្នកជំងឺម្នាក់គាត់ត្រូវបានគេចោទដោយសារតែគាត់ជាអ្នកដែលប្រើ use hospital staff ហើយនឹងអ្នកជំងឺដូចជាអ្នកជំងឺនឹងគាត់មកក្នុងអាការៈសុខភាពនេះប៉ុន្តែការជួយរបស់ hospital staff ហ្នឹងគឺការជួយរបស់គាត់តិចតួចឬមួយក៏អត់ជួយហ្មងដូចជាពេលខ្លះគាត់ឲ្យត្រឹមតែ fluid infusion ឬមួយក៏ staff ហ្នឹងគាត់ឲ្យតែ basic medication ដូចជា Tylenol ឬមួយក៏ acetaminophen ឬមួយក៏អត់ឲ្យថ្នាំហ្មងដោយសារតែពួកគេគិតថាពួកគេរើសអើងអ្នកជំងឺដោយសារតែអ្នកជំងឺហ្នឹងគាត់មកពីគាត់ជាជនជាតិដើមភាគតិចឬមួយក៏គាត់មកពីតំបន់ដែលក្រីក្រអញ្ចឹងទៅសូមថ្លែងបន្ទាប់ពួកគាត់ហ្នឹង staff ទាំងអស់ហ្នឹងគឺគាត់ 100% ភាគច្រើនហ្មងគឺគាត់តែងតែគិតថាអ្នកជំងឺហ្នឹងគាត់មកដោយសារតែគាត់ត្រាំងសិខេងឬមួយក៏អញនិយាយបានថាដោយសារតែគាត់នឹងអត់ប្រើប្រាស់ថ្នាំញៀនទោះបីជាពេលខ្លះការឈឺរបស់គាត់នឹងវាជាការឈឺមែនតែនក៏ដោយហើយអ្នកជំងឺដែលគាត់ប្រើប្រាស់ថ្នាំញៀនហ្នឹងគាត់ត្រូវចាំមួយយប់ដើម្បីជួបជាមួយនឹងលោកគ្រូពេទ្យត្រឹមត្រូវមួយដើម្បីទទួលបានថ្នាំដែលគាត់ចង់បានឧទាហរណ៍ដូចជាស្ត្រីជនជាតិដើមភាគតិចម្នាក់អាយុ31ឆ្នាំហ្នឹងគាត់មកដើម្បី assess methadone នៅមន្ទីរពេទ្យប៉ុន្តែ nurse ហ្នឹងក៏អត់បានបើកថ្នាំនឹងឲ្យទេតែគាត់បាននិយាយថាចេះថ្នាំហ្នឹងអត់អាចបើកបានទេរហូតដល់ម៉ោង8ពេលព្រឹកដោយសារតែលោកគ្រូពេទ្យ A ណាមួយហ្នឹងគាត់នៅវាថ្ងៃហ្នឹងអញ្ចឹងតតែថ្ងៃស្អែកម៉ោង8ទៅគាត់អាចបើកថ្នាំអា methadone នឹងបានអញ្ចឹងមានន័យថាអ្នកជំងឺហ្នឹងគាត់ត្រូវចាំថ្នាំ methadone ហ្នឹងរហូតដល់ម៉ោង8ព្រឹកមិនគាត់អាចបើកថ្នាំនឹងបានចូលស្លាយបន្តតាក់ទងនឹង living agent medical advice អ្នកជំងឺដែលគាត់ប្រើប្រាស់ថ្នាំញៀនគាត់ចាក់ចេញពី emergency department ទោះបីជាពេលខ្លះគាត់អត់បានជួបលោកគ្រូពេទ្យក៏ដោយដោយសារតែគាត់មានអារម្មណ៍ថាគាត់ទទួលបានអារម្មណ៍មួយដែលថាគាត់អត់ត្រូវបានគេព្យាបាលឬមកក៏គេមើលរំលងគាត់ចោលហើយពេលខ្លះគាត់ត្រូវបានគេបដិញ្ញចេញទៀតដោយសារតែគាត់ប្រើប្រាស់ពាក្យមិនសមរម្យទោះបីជាពាក្យសម្ដីទាំងអស់ហ្នឹងឬមួយក៏ថូនដែលគាត់និយាយមកហ្នឹងវាកើតឡើងដោយសារតែការឈឺចាប់របស់គាត់ឬមួយក៏ការភ័យខ្លាចរបស់គាត់ហើយវាជាការដែល misunderstand គ្នាជាមួយរវាង staff ហ្នឹងហើយនិងអ្នកជំងឺហ្នឹងឧទាហរណ៍ដូចជាស្ត្រីម្នាក់អាយុ45ឆ្នាំហ្នឹងគាត់បរិសុទ្ធជាពាក្យតិចម្នាក់អាយុ45ឆ្នាំហ្នឹងគាត់និយាយថាគាត់បានប្រើប្រាស់ពាក្យសម្ដីដែលមិនសមរម្យមួយចំនួនទៅកាន់ nurse ប៉ុន្តែគាត់អត់មានបំណងក្នុងការប្រើប្រាស់ពាក្យទាំងអស់ហ្នឹងទេតែពាក្យទាំងអស់ហ្នឹងគាត់ប្រើប្រាស់ដោយសារតែគាត់ហ្នឹងឈឺខ្លាំងពេកប៉ុន្តែ nurse ហ្នឹងបែរជាគិតថាគាត់ហ្នឹងកំពុងតែទទួលបានកំពុងតែរងឥទ្ធិពលនៃការប្រើប្រាស់ថ្នាំឬក៏តាក់ទង medical problem អញ្ចឹងទៅ nurse ម្នាក់ហ្នឹងគាត់ឲ្យបរិសុទ្ធម្នាក់ហ្នឹងចូលក្នុងពេទ្យទេគាត់បដិញ្ញបរិសុទ្ធម្នាក់ហ្នឹងចេញមកចំណុចបន្ទាប់សូមឆ្លើយបន្ទាប់តាក់ទងនឹង unwillingness to engage in social care ដោយសារតែ experience ដោយសារតែការរើសអើងជុំវិញខ្លួនគាត់ហ្នឹងហើយបានជាអ្នកជំងឺដែលគាត់ប្រើប្រាស់គ្រឿងញៀនគាត់ចូលមក emergency department ហ្នឹងគឺគាត់លែងចង់មកពេទ្យទៀតហើយទោះបីជាគាត់មានអារម្មណ៍ថាពេលខ្លះគាត់ឈឺខ្លាំងក៏ដោយគាត់អត់មកពេទ្យទេហើយគាត់បាត់បង់ទំនុកចិត្តទៅលើមន្ទីរពេទ្យមួយហ្នឹងទៅលើមន្ទីរពេទ្យហើយគាត់បាននិយាយ report ប្រាប់ថាគាត់សុខចិត្តឲ្យមិត្តភក្តិរបស់គាត់ជាអ្នកធ្វើរោគវិនិច្ឆ័យឲ្យគាត់ព្យាបាលគាត់ជាជាងឲ្យលោកគ្រូពេទ្យទាំងអស់ហ្នឹងព្យាបាលឲ្យគាត់ចំណុចខ្ញុំចប់ហើយស្លាយបន្ទាប់នៃសារចូលមកដល់ចំណុចទី5ខ្ញុំនិយាយនឹងនិយាយពី interconnect time នៅក្នុង article នឹងក្នុងនោះគេនិយាយថា people ដែលគាត់ប្រើប្រាស់ច្រើនហ្នឹងគាត់ experience stigma និងគាត់អត់បានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជាហេតុដែលគាត់
គិតអញ្ចឹងហ្នឹងគឺដោយសារតែគាត់អត់ទទួលបានការគ្រប់គ្រងការឈឺចាប់ហ្នឹងបានគ្រប់គ្រាន់ហើយអត់មាន withdrawal management ជាហេតុធ្វើឲ្យគាត់ហ្នឹងអត់ចង់ទៅ ED សម្រាប់ការព្យាបាលនៅពេលអនាគតទេចំពោះstrawberry នៅក្នុង ED ហ្នឹងpeople ដែលគាត់ use ច្រើនហ្នឹងភាគច្រើនគឺពួកគាត់អត់មានតែសម្បែងច្បាស់លាស់ហើយពួកគាត់អត់មានការងារធ្វើទេហើយទី2គឺ resource នៅក្នុង ED ហ្នឹងមាន limit ឧទាហរណ៍ដូចមិត្តភក្តិខ្ញុំបានលើកឡើងខាងលើអញ្ចឹងបើចង់បានគេបើកថ្នាំ methadone ដោយតែមានលោកគ្រូពេទ្យជាអ្នកបើកអញ្ចឹងresource អត់មានគ្រប់គ្រាន់ទេហើយនៅក្នុង ED ហ្នឹងគាត់មាន lack privacy ដោយសារនៅហ្នឹងមានខែជាប់គ្នាអញ្ចឹងពេលដែលនិយាយសួរពីអ្នកជំងឺ confidential question អញ្ចឹងទៅពួកគាត់មានអារម្មណ៍ថាពួកគាត់ត្រូវបានគេមាក់ងាយចំពោះ strawberry នៅក្នុង clinical care វិញតកតងនឹងផែននឹង opioid prescription policy នឹងដែរធ្វើឲ្យពួកគាត់អត់ទទួលបានការគ្រប់គ្រងការឈឺចាប់បានគ្រប់គ្រាន់អញ្ចឹងពួកគាត់ចេញពីមន្ទីរពេទ្យ again medical advice អញ្ចឹងពួកគាត់ប្រើប្រាស់ថ្នាំតាមចិត្តឯងអញ្ចឹងពេលខ្លះអាច overdose អញ្ចឹងអាចឲ្យពួកគាត់នឹងគ្រោះថ្នាក់ដល់អាយុជីវិតចំពោះនៅក្នុង article នេះគឺ study មាន limitation ដោយសារតែគេយកតែទិន្នន័យពីមន្ទីរពេទ្យនៅ Vancouver BC នឹងទេហើយចំពោះ sample ហ្នឹងមាន bias ដោយសារតែគេយកទិន្នន័យតែពីយក participant ដែលពួកគាត់ again ចេញពីមន្ទីរពេទ្យ again medical advice ហើយចំពោះ data វិញគឺអត់ដែលដោយសារគេ collect data ហ្នឹងតាំងពីឆ្នាំ2011ចន្លោះឆ្នាំ2011និង2013អញ្ចឹងrecent finding ថ្មីហ្នឹងឬក៏ policy ថ្មីប្រជាថ្មីគេអត់បានដាក់នៅក្នុង article ហ្នឹងទេចំពោះ recommendation សម្រាប់ ED improvement គឺចង់ឲ្យមាន guideline ថ្មីសម្រាប់people ដែលគាត់ use ច្រើនតាក់ទងនឹងការ pen និង withdrawal management ហើយគេចង់ឲ្យមានការដាក់ trend ទៅលើបុគ្គលិកនៅក្នុង ED ហ្នឹងសម្រាប់ assess ទៅដល់អ្នកដែលគាត់ញៀនថ្នាំអញ្ចឹងគាត់ដឹងថា assess របៀបម៉េចហើយចូលមក assess បានភ្លាមហើយគេចង់ឲ្យ make sure ថានៅក្នុង ED ហ្នឹងមាន opioid agonist therapy ដូចជា methadone ហ្នឹងសម្រាប់ពួកគាត់ហ្នឹងបានតាន់ពេលវេលាហើយគេចង់ឲ្យមានព្រឹត្តិការណ៍សម្រាប់ឲ្យពួកគាត់ហ្នឹង withdrawal ពីសារធាតុញៀននឹងដែរសរុប conclusion តកតងនឹង issue នៅ ED ហ្នឹងជាអត្តពលយ៉ាងវិជ្ជមានទៅដល់ការយកចិត្តទុកដាក់មើលថែទៅលើ people ដែលគាត់ use ច្រើនហ្នឹងចំពោះ poor management ទៅលើ pen និង withdrawal ហ្នឹងធ្វើឲ្យមាន stigma dissatisfaction ហ្នឹងហើយធ្វើឲ្យ patient ហ្នឹងគាត់ live again medical advice ហើយត្រូវតែមានការ improve ទៅលើ pen management សម្រាប់ people គាត់ use ច្រើនហ្នឹងដែរហើយ make sure ថាមាន opioid agonist treatment ហ្នឹងទៅលើ people ដែលគាត់ use ច្រើននៅ ED ចំណុចនេះខ្ញុំចប់ហើយអរគុណលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់